សួស្តីថាគុំត្រូវវិញជាមួយវីដេអូថ្មីមួយទៀតខ្ញុំថ្ងៃនេះមកចាត់លេខជាមួយនឹងគ្នាតាក់ទងទៅជាមួយនឹង BIP 110ទៅលើកាក់ Bitcoin គឺយើងមក update មិនសិនមកខ្ញុំបាននិយាយរួចរាល់តាក់ទងទៅជាមួយនឹង BIP 110ហ្នឹងហើយមកដល់ថ្ងៃនេះគឺវាបានដាក់ឲ្យប្រើប្រាស់បាត់ហើយបាទ BIP 110ហ្នឹងអញ្ចឹងយើងដឹងពីរូបភាពមួយចំនួននៅក្នុងនេះខ្ញុំបង្ហាញអ្នកគ្នាហ្នឹងបាទ Bitcoin គឺតែងតែមានពួកseries proposal ថ្មីទៅលើ core network របស់វាហ្នឹងហើយនៅពេលដែលវាមាន proposal ហ្នឹងហើយគឺមានការក្នុង proposal ហ្នឹងគឺបានសរសេរតាក់ទងទៅជាមួយនឹងការ improve ទៅលើ Bitcoin network យ៉ាងណាខ្លះហើយនៅពេលដែលវា improve ហើយវាមិនដាក់ចូលទៅក្នុងBitcoin network ភ្លាមទេវាមានការធ្វើ test សាកល្បងបាទ test សាកល្បងមានជា testnet បាទឬក៏ជា soft fork ហ្នឹងហើយសម្រាប់ BIP 110វាបង្កើតជា soft fork មួយបាទ soft fork ហ្នឹងគឺវាបំបែកDelta នេះពី block នេះវាបំបែកចេញជា2 blockchain បាទជា2 chain មិនមែនជា2 blockchain ទេបាទជា2 chain ដែលវាយកទិន្នន័យពី Bitcoin network សប្តាហ៍នេះបំបែកនៅ block ទី961,631 បាទវាបំបែកដាច់ជា2ដើម្បីធ្វើ test ហើយអ្នកគ្នានឹងអត់ឃើញមានអីទេបាទអត់មានអីប្រែប្រួលទៅជាមួយនឹងចំនួនលុយអីផងអ្នកគ្នាទេដោយសារតែលុយអ្នកគ្នាមានសប្តាហ៍នេះទាំងនៅក្នុង exchange ទាំងនៅក្នុង wallet ផងអ្នកគ្នានេះគឺនៅក្នុង Bitcoin network សប្ថ្ងៃដោយសពមួយដងអញ្ចឹងបាទអត់មានបញ្ហាអីទេអញ្ចឹងវាបំបែកចេញជា2អញ្ចឹងទៅដើម្បីងាយស្រួលថាការតេស្តសាកល្បងយ៉ាងណាយ៉ាងណីបាទជោគជ័យឬក៏អត់អ្នកដែលគាត់ចាប់អារម្មណ៍ម៉ាញ់ដែលគាត់ចាប់អារម្មណ៍ហ្នឹងគឺគាត់ចូលរួមឬក៏អត់បាទអញ្ចឹងយើងស្រួលវាអត់មានប៉ះពាល់ដល់network ធំរបស់យើងណាយើងកំពុងមាននេះវាអត់ប៉ះពាល់ទេចឹងនៅពេលដែល block 961,631នេះបានដល់ពឹបវា apply BIP 110ហើយវាបំបែកចេញជា chain 2ដាច់ពីគ្នាចេះតែម្ដងបាទវាបំបែកចេញជា chain 2ដាច់ពីគ្នាចេះតែម្ដងហើយនៅពេលនេះរូបភាពនេះបង្ហាញអីគេបាទរូបភាពនេះបង្ហាញថាវាទុកទិន្នន័យអត់ដូចគ្នាទៀតទេបាទនៅក្នុង961,631 block ទី block ហ្នឹងគឺមានទិន្នន័យដូចគ្នាហើយមកចូលដល់ block 961,632 គឺ block ដូចគ្នាបាទហ្នឹងហើយមានតួលេខដូចគ្នាក៏ប៉ុន្តែចប់ពីអាហ្នឹងពឹបលេងដូចគ្នាតែម្ដងហើយបានជាលេងដូចគ្នាបាទពីព្រោះBitcoin network main network នេះវាមាន block ដល់ទៅ59 block បាទហើយបាទមាន59 block មួយ block គឺផ្ទុកទិន្នន័យផងអ្នកគ្នាតែម្ដងអញ្ចឹងអ្នកគ្នាអាចមានការវេកាក់វេលុយវេអីជាដើមបាទគឺវាផ្ទុកទិន្នន័យក្នុងមួយ block អញ្ចឹងសម្រាប់ BIP 110នេះគឺវាទុកទិន្នន័យលេងដូចគ្នាទៅជាមួយនឹងBitcoin network ធំពណ៌តែក្រូចនេះហើយណាភាសានេះបង្កើតដល់59 block ហើយឥឡូវនេះបង្កើតបានដល់2 block ទេអញ្ចឹងមានន័យថាវាបំបែកជា2កន្លែងផ្ទុកទិន្នន័យបាទហើយបាទអញ្ចឹងវាបំបែកជា2 chain គេហៅថា chain split ហ្នឹងហើយបាទ chain split ហ្នឹងហើយដោយសារខាងលើវាដូចជាឈប់មកហើយបើសិនជាវានៅគាំងអញ្ចឹងតទៀតបាទអញ្ចឹងមានន័យថា BIP 110វាឈប់បង្កើត block ហើយអញ្ចឹងអ្នកគ្នាtransfer ឬអីក្នុងហ្នឹងគឺលេងបានបាទលេងមានការ transfer លេងអីតែម្ដងបាទវាគាំងស្ញញតែម្ដងនៅក្នុងភាសាបច្ចេកទេសវាហៅថា stall បាទហ្នឹងហើយ block stall គឺវានឹងគាំងបាទវាគាំងលេងទៅណាបាទចឹងដូចគ្នាផងដែរបាទsoft fork នេះគឺដូចជាមិនជោគជ័យទេដោយសារតែការម៉ាញអ្នកគ្នាមើលឃើញហើយបាទខាងក្រៅ Bitcoin network ពិតប្រាកដវាមានដំណើរការ process ដល់ទៅ59 block សម្រាប់ខាងលើទៅបាន2 block ទេបាទអានេះគឺដាក់ឲ្យប្រើច្រើនម៉ោងមកហើយបាទគឺនៅតែមានអត់ទាន់មានអីដែលគួរឲ្យឃើញថាជោគជ័យទេបាទគឺមានន័យថា miner អ្នកដែលគាត់ជីកកាក់ជីកហ្នឹងគឺគាត់អត់ផ្ញើ signal បាទហ្នឹងហើយសម្រាប់ BIP 110គឺលុះត្រាតែ meme pool បាទឬក៏អ្នកជីកកាក់ហ្នឹងគាត់ផ្ញើ signal ទើបវារាប់បញ្ចូលនៅក្នុង BIP 110បើមិនជាគាត់ឈប់ផ្ញើ signal ចូលគឺ block របស់ BIP 110ហ្នឹងឈប់ដំណើរការជាងអ្នកគាត់ឈប់ផ្ញើ signal ហើយបាទពួកmine pool បាទពួក mine pool គឺជប់ផ្ញើ signal ជាយើងឃើញតែ Bitcoin ធម្មតាទេដែលកំពុងដំណើរការនឹងឯងបាទជាអ្នកការ soft fork លើនេះគឺដូចជាមិនជោគជ័យទេបាទថ្ងៃដំបូងគឺអត់ជោគជ័យទេជាយ៉ាងដឹងទេរងចាំទៅមើលបន្តទៀតបាទខ្ញុំនឹងមកបង្ហាញតាក់ទងទៅជាមួយនឹង website មួយចំនួនដែលអ្នកគ្នាអាចតាមដានដោយខ្លួនឯងបានអានេះខ្ញុំប្រើ website មួយនេះបាទbip110.orange.surf surf បាទពេលអ្នកគេជួយអ្នកគេឃើញរូបភាពនេះហើយវាបង្កើត description អីបង្ហាញអ្នកគ្នាហ្នឹងហើយល្អផងដែរបាទវាមាន signal មានអីល្អបាទអានេះគឺជាព័ត៌មានទាក់ទង Bitcoin ខាងលើនេះគឺទាក់ទងនឹង BTC Pay Server ត្រូវបានគេ hack បាទ Cool Card ត្រូវបានគេ hack លើនេះយើងនិយាយអំពីតួលេខដែលតែខ្ញុំនិយាយថានៅពេលដែលblockchain នេះវា
apply VIP 110គឺយើងនឹងឃើញចំនួនការ Bitcoin នៅក្នុង network របស់យើងហ្នឹងគឺដូចគ្នាបាទមានទាំងពីរ network គឺមានចំនួនការ Bitcoin ដូចគ្នាហើយគ្នាយើងសួរថាហេតុអីបានជានៅក្នុង wallet របស់គាត់ Ledger ក្តី Tracer ក្តីឬក៏ crypto exchange អីហេតុអីបានជាវាអត់ឃើញអាកាក់ Bitcoin នៅក្នុង BIP 110ចម្លើយងាយស្រួលគឺវាអត់ឃើញដោយសារតែវាជាកាក់คล้ายៗបាទជាកាក់ដែលគេបង្កើតមកដើម្បីធ្វើតេស្តជាកាក់คล้ายៗទេអញ្ចឹងវាអត់មានតម្លៃអីទេបាទវាមានតម្លៃអីទេទាំងនៅក្នុង Ledger ក្នុងអីហ្នឹងគេអត់យកមកដាក់ឲ្យអ្នកគ្នាទេរួមតែអ្នកគ្នាច្រឡំហើយអ្នកគ្នាចុចទៅដោះដូរជួយដូរអុយញ៉ៃវាអាចប៉ះពាល់ដល់ wallet របស់អ្នកគ្នាហើយអ្នកខ្លះក៏សួរជុំហើយខ្ញុំនិយាយម្សិលមិញហ្នឹងថានៅពេលវាបែកចេញពីក្រៃរមមានអ្នកស្នើទិញអា Bitcoin នៅក្នុងអា BIP 110ហ្នឹងណាអូខេមកដល់ថ្ងៃនេះគឺបើសិនជាអ្នកគេធ្វើបែប technical ក៏តែក៏អត់មានអ្នកស្នើទិញដែរបាទអត់មានស្នើទិញទេពីព្រោះblockchain អា BIP 110ហ្នឹងគឺបាន store ហើយបាទបានគាំងឆ្ងាញ់តែម្ដងគឺมันអាចដំណើរការទេបាទនេះជាចម្លើយដែលសារតែ BIP 110គឺជា fork chain គឺអត់មានតម្លៃអីទេទើបពួកអស់ហ្នឹងវាអត់ load ឲ្យអ្នកគេឃើញក៏តែបើសិនជាអ្នកគេនៅតែចង់ឃើញថាអុយចង់ឃើញដល់អា BIP 110ហ្នឹងឃើញនៅណាបាទអញ្ចឹងអ្នកគ្នាអាចមកអានេះគឺជា blockchain explorer mempool គាត់ជា open source បាទជា blockchain explorer អញ្ចឹងអ្នកគ្នាដាក់ address របស់អ្នកគ្នាទៅអានេះគឺអ្នកគ្នានឹងឃើញចំនួនលុយនៅក្នុង mem នៅក្នុង Bitcoin network network Zin របស់វានេះនៅពេលអ្នកគេដាក់ជួយទៅឃើញបើសិនជាអ្នកគេចង់ឃើញលុយខ្លួនឯងដែរនៅក្នុង BIP 110បាទអ្នកគេចូល mempool ដែរក៏មិនតែ .guy ណា .guy អាខាងនេះ .space អានេះnetwork Zin របស់វា original វា .space soft fork ឬtest ហ្នឹងបាទយើងបាន BIP 110ហ្នឹងគឺនៅ .guide ហើយដាក់ address ទៅអ្នកគេនឹងឃើញហើយបាទអ្នកគេនឹងឃើញកាក់ផងអ្នកគ្នាកាលពី block បានបាទកាលពី block 961,631អ្នកគេឃើញកាក់នៅពេលហ្នឹងក៏តែបើសិនជាអ្នកគេវេចេញចូលចន្លោះពេលហ្នឹងបាទប្រហែល block មុននេះអ្នកគេនឹងឃើញតួលេខពីរនេះលេងដូចគ្នាហើយបាទវាទុកទៅលេងដូចគ្នាហើយដោយសារតែoriginal គេនេះដល់ណារនដីហើយមានការ transfer ចេញចូលបូកដក Bitcoin អីពេញហ្នឹងហើយក៏តែនេះBIP 110នេះអត់ទាន់ទៅដល់ណាទេនៅគាំងតែម្ដងបាទហ្នឹងហើយអានេះគឺជាកន្លែងអ្នកគេអាចមើលបានបាទក្រៃរនេះគេចង់ឃើញណាអ្នកគេចង់ឃើញអ្នកគេឃើញនៅកន្លែងនេះបាននៅក្នុង mempool.guide ហ្នឹងហើយសម្រាប់ marketplace សម្រាប់ BIP 110ហ្នឹងគឺដូចជាអត់ទាន់មានអីទេហើយខ្ញុំអត់ណែនាំឲ្យអ្នកគេទៅលុកដៃភ្លាមទេដោយសារតែពេលខ្លះអ្នកគេឈើចោះឈើឡើងដូចខ្ញុំនិយាយថ្ងៃមុនអញ្ចឹងវាអាចប៉ះពាល់បាទវាអាចប៉ះពាល់ដល់កាក់ដែលនៅក្នុង network original របស់វាហ្នឹងហើយខ្ញុំនិយាយកាលពីផ្សេងមិញហ្នឹងអូខេមួយទៀតអ្នកអាចមកមើលពី website official របស់វាទាក់ទងនឹង BIP 110 signaling status បាទសប្តាហ៍ថ្ងៃនេះអត់មាន miner បាទអត់មាន mempool ណាផ្ញើ signal ទេបាទអត់មាន mempool ណាផ្ញើ signal ទេដែលជាមូលហេតុធ្វើឲ្យblock របស់វា stall នៅគាំងបាទនៅគាំងហ្នឹងដោយសារតែអត់មានអ្នកផ្ញើ signal ណានេះអត់មាន mempool ណាផ្ញើ signal ទេពេល mine block 0ហ្មងបាទ 0% តែម្ដងកាលពីថ្ងៃមុនគឺមានបាទមាន 2.53% នៃ mine pool ទាំងអស់របស់ Bitcoin ហ្នឹងហើយមានអ្នកផ្ញើ signal ក៏តែក្រោយមកលេងមានអ្នកផ្ញើ signal តែម្ដងនៅពេលដែលឈប់ផ្ញើ signal អញ្ចឹងវាគាំងហើយបាទគឺវាគាំងហើយពួកsoftware ដែល mine ជីកាត់ហ្នឹងលេងផ្ញើ signal ហ្នឹងឯងបាទអូខេនេះគឺជាមូលហេតុដែលវាគាំងអ្នកអាចមើលកន្លែងនេះបានបាទនេះ block នីមួយអ្នកអាចមើលបាន not signaling អ្នកគេ clean បាទអានេះគឺជា official website មួយចំនួនបាទដែលមានគេធ្វើតេស្តសាក់លបងទាក់ទងនឹង BIP 110ហ្នឹងអ្នកគេមកអានបន្ថែមហ្នឹងហើយអានេះគឺជា website មួយដែរគាត់បង្កើតមកក៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកដែលគាត់ចង់ឃើញជារូបភាពគេរខ្ញុំនិយាយទៅយើងអត់ដឹងអត់ច្បាស់អ្នកគេអាចឃើញរូបភាពកន្លែងនេះបានអូខេវីដេអូនេះគឺមកអាប់ដេតឲ្យអ្នកគេបានដឹងប៉ុណ្្នឹងទេបាទអ្នកគេមិនបាច់ធ្វើអីទេបាទឥឡូវនេះគឺវាមិនបាច់បែកចេញជា2ផ្នែកបាត់ហើយបាទសម្រាប់ blockchain BIP 110ជាមួយនឹង Bitcoin ហ្នឹងអូខេយើងនឹងជួបគ្នានៅវីដេអូល្អៗក្រោយៗទៀតបាទបាយ